សួស្តីបងប្អូនអរគ្នានេះជាសកម្មភាពមួយយប់ពីថ្ងៃរបស់ពួកខ្ញុំនៅលើកោះកុកនៅក្នុងខេត្តកាយហើយនិយាយពីសម្រាប់កោះនេះវិញគឺថាមិនចាញ់កោះផ្សេងៗទេទាំងថ្ងៃរះទាំងថ្ងៃលិចឲ្យអ៊ូយហើយដើម្បីបានទៅដល់កោះហ្នឹងពួកខ្ញុំទៅណាត់គ្នាងើបចេញពីភ្នំពេញម៉ោង 5 ភ្លឺតែរឿងដើរលេងគឺងើបលឿនតែម្ដងហើយជិះតាមផ្លូវនេះយើងកុំឲ្យខាតយើងលួចថតគេស្វីតតាមផ្លូវទៅគេអ្នកមានគូគេស្វីតតាមផ្លូវរហូតយើងអត់គូជិះមើលគេពីក្រោយទៅតែជិះមើលគេពីក្រោយហ្នឹងក៏វាក្តីសុខដែរហើយពួកខ្ញុំចំណាយពេលប្រហែលជា 2 ម៉ោងជាងជិះម្ដងកពតហើយពួកខ្ញុំក៏ចូលបាយពេលព្រឹកនៅកពតហ្នឹងតែម្ដងតទៅយើងស្រស់អាហារពេលព្រឹកហើយយើងក៏មិនបងអងដែរយើងចាក់សាំងចាក់អីហើយយើងនោះគ្នាឡើងមកកែហើយនេះចង់បញ្ជាក់បងប្អូនតិចថាខ្ញុំពួកខ្ញុំក្នាត់ទូកម៉ោង 4 កន្លះល្ងាចព្រោះទូកគេមាន2វេនម៉ោង 8 កន្លះហើយនិងម៉ោង 4 កន្លះពួកខ្ញុំម៉ោង 8 កន្លះពួកខ្ញុំមកអត់តនេះអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តជួយឲ្យគាត់ម៉ោង 4 កន្លះអញ្ចឹងអំឡុងពេលដែលពួកខ្ញុំអត់តដល់ម៉ោងឡើងទូកហ្នឹងពួកខ្ញុំក៏ដើរលេងទៅកន្លែងផ្សេងៗនៅក្នុងកពតហ្នឹងគាត់ថាខ្ញុំបានថតដាក់ហើយដើម្បីធ្វើដំណើរទៅដល់កោះកុកហ្នឹងគឺយើងត្រូវជិះទូកពីផែកែបទៅហើយបងប្អូនចង់ដឹងតម្លៃទូកអាចឆាតសួរខ្ញុំបានខ្ញុំក៏មានលេខទូរស័ព្ទទូកដែរហើយសម្រាប់ពីផែកែបទៅដល់កោះហ្នឹងគឺយើងចំណាយពេលជិះប្រហែលជា 20 នាទីនៅតាមផ្លូវទៅម្នាក់ៗ enjoy life ដោយបានគេប្រឡែងអញ្ចឹងនឿយហត់ពីការងារ stress ពីការងារអី relax ខ្លះទៅហើយកុំ relax ញឹកពេកវា stress លើដើមធម្មតាមនុស្សទៅដៃលុយ stress ហើយទាំងខ្ញុំទាំងគេហ្នឹងហើយលបងនេះលើទូកមានកៅអីគួយត្រឹមត្រូវអត់ចង់អីជួយចិត្តតែក្បាលតពីចំណាយពេលជិះទូកទាំងយូរឲ្យលោកវៃផងអីផងហ្នឹងយើងក៏បានមកដល់កោះហើយយើងជិះកលឹងកោះមកជុំរកមើលកន្លែងដែលយើងអាចសំគួរសម្រាប់បោះតង់បន្ទាប់ពីកលឹងមើលទៅគឺកន្លែងណាក៏អាចបោះបានដែរនិយាយមែនទឹកសមុទ្រខ្ញុំទៅខែហ្នឹងគឺឃើញពណ៌ខៀវស្អាតមែនតើcòn តែវារៀងក្តៅបន្តិចសម្រាប់ខែឥឡូវនេះយើងក៏បានចូលមកដល់កន្លែងចំណតទូកចាហៅថាផែទូកហ្នឹងអ្វីដែលពិសេសជាងគេហ្នឹងគឺថ្ងៃនេះខ្ញុំទៅហ្នឹងគឺមានតែក្រុមពួកខ្ញុំមួយក្រុមឯងតាមមកអូនអ្នកបើកទូកហ្នឹងប្រាប់ថារាល់ដងតិចណាក៏មាន2ក្រុមដែរដែលមកកោះហ្នឹងតែថ្ងៃហ្នឹងអត់ដឹងមកយ៉ាងមានអ្នកមកហើយមកតែក្រុមខ្ញុំថាអូនហ្នឹងក៏មិនមកអង្គយូរដែរខ្លាចខ្ញុំសួរច្រើនវាក៏លោតចូលពីក្បាលទូកទៅហើយក៏អរគុណមេដែលអត់ភ្លៀងព្រោះតាមមកអូនវាប្រាប់ថាភ្លៀង2ថ្ងៃជាប់គ្នាតែថ្ងៃហ្នឹងអត់ដឹងមិនទេថ្ងៃបើកឡើងល្អហ្មងហើយពួកខ្ញុំក៏មិនមកអង្គយូរទេនំគ្នាចាប់ឡើងចូលនៅវ៉ាន់ចុះពីលើទូកព្រោះទូកគាត់ក៏ប្រញាប់ទៅវិញដែរព្រោះខ្លាចជប់ហើយវ៉ាន់យើងក៏អត់មានអីទេមានតែមហូបតិចតួចហ្នឹងហើយអ្វីដែលយើងត្រូវធ្វើមុនគេហ្នឹងគឺដំឡើងតង់ព្រោះអត់ចង់ឲ្យវាល្ងឹតតនេះចឹងដូចឃើញហើយមានអ្នកថតរូបទៅមានអ្នកតម្លើងទៅហើយសម្រាប់ទេសភាពនៅកោះហ្នឹងគឺអាចនិយាយបានថា10 លើ 10សម្រាប់ខ្ញុំវាមិនស្អាតដល់កោះផ្សេងៗតែសម្រាប់ខ្ញុំប៉ុណ្ណឹងទទួលយកបានព្រោះទេសភាពជុំវិញវាក៏មិនអន់ដែរទាំងថ្ងៃរះទាំងថ្ងៃលិចគឺស្អាតខ្លាំងមែនទែនតិចទៀតខ្ញុំដាក់ថ្ងៃលិចឲ្យអ្នកនរគ្នាមើលហើយបន្ទាប់ពីយើងតម្លើងតង់រួចយើងក៏មិនមកយូរដែរនំគ្នាធ្វើម្ហូបសិនអ្វីដែលត្រូវលាងគឺយើងលាងឲ្យហើយព្រោះតន្តិចទៀតនឹងយប់ហើយនេះរៀបចំកាត់ភ្លើងក៏កាត់ភ្លើងទៅនិយាយទៅពួកខ្ញុំគឺជួយគ្នាម្នាក់ៗដើម្បីឲ្យវាឆាប់រួចព្រោះម្នាក់ៗមានកម្រងឲ្យទាំងអង្គុយឈៀមើលថ្ងៃលិចឥឡូវហ្នឹងថ្ងៃចិត្តលិចបាត់ហើយចឹងមកម្នាក់ៗនោះគ្នាសោតដៃហើយសោតជើងតិចហើយឃើញខ្ញុំថតរហូតចឹងមិនមែនខ្ញុំអត់ជួយធ្វើណាអ្វីដែលខ្ញុំធ្វើគឺខ្ញុំធ្វើរួចហើយជ្រាបពេលហ្នឹងក៏មកថតរូបអាអូននេះលេងវាអត់តន់ចេញទុកទៅនោះគ្នាដាក់បកាយដាក់ម៉ងអីពេញហ្នឹងហើយខ្ញុំក៏មិនបងអង្គយូរទេក៏នោះគ្នាដើរទៅមើលថ្ងៃលិចព្រោះថ្ងៃចិត្តលិចមែនតើហើយបងនិយាយពីថ្ងៃលិចនៅកន្លែងហ្នឹងវិញខ្ញុំនិយាយមែនស្អាតសាហាវចឹងសម្រាប់អ្នកចង់មើលថ្ងៃលិចនៅលើកោះហើយមិនទៅណាឆ្ងាយក៏បានដែរត្រឹមតែកែបយើងក៏បានដែរបានមើលថ្ងៃលិចស្អាតដូចគ្នាហើយចំណេញពេលវេលានិយាយពីម្នាក់ៗបានឃើញថ្ងៃលិចស្អាតចឹងនិយាយពីដើមគ្នាថតហើយខ្ញុំមនុស្សមិនសូវចូលចិត្តថតរូបទេឃើញថ្ងៃលិចស្អាតចឹងក៏ឆ្លៀតថតគេដែរទៅក៏មកថាបានមកដល់កន្លែងស្អាតហើយអត់មានរូបក៏មានអីជាអនុស្សាវរីយ៍តពីមើលថ្ងៃលិចហើយយប់ឡើងក៏មានប្រចានឲ្យមើលទៀតនិយាយចំមកកន្លែងនោះអត់ខានហ្មងបានមើលទាំងអស់ទាំងថ្ងៃលិចថ្ងៃរះហើយនឹងប្រចានទៀតហើយពេលវេលាកាត់ stay relax សប្បាយឈឺហ្នឹងក៏បានមកដល់ទីបញ្ចប់ពួកយើងក៏ដល់ពេលត្រឡប់ទៅវិញហើយមុននឹងចេញទៅម្នាក់ៗអត់អស់អាឡ័យពីកន្លែងកោះហ្នឹងសោះព្រោះពេលយប់ហ្នឹងគ្នានិយាយរឿងក្នុងចិត្តច្រើនអូខេអ្នកនរគ្នាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងព្យាយាមរកកន្លែងដែលស្អាតៗសម្រាប់អ្នកនរគ្នាអរគុណ